ទាំងនេះគឺជាភ្នំទាំង10ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាភ្នំដែលជាប់ចំណាត់ថ្នាក់លេខ10ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាគឺជាភ្នំខ្លាឃ្មុំដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលមានកម្ពស់រហូតដល់1255ម៉ែត្រហើយលេខរៀងទី9គឺជាភ្នំថ្មចាំងហើយភ្នំថ្មចាំងគឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលមានកម្ពស់រហូតដល់1779ម៉ែត្រហើយលេខរៀងទី8គឺជាភ្នំទំពភ្នំទំពគឺជាភ្នំដែលជាប់ចំណាត់ថ្នាក់លេខ8ដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានកម្ពស់រហូតដល់1312ម៉ែត្រដែលភ្នំនេះស្ថិតនៅក្នុងខេត្តពោធិ៍សាត់ផងដែរហើយចំណាត់ថ្នាក់លេខ7គឺជាភ្នំយ៉ាវយ៉ៃដែលមានកម្ពស់រហូតដល់1358ម៉ែត្រហើយភ្នំយ៉ាវយ៉ៃនេះផងដែរគឺនៅក្នុងខេត្តពោធិ៍សាត់រីឯចំណាត់ថ្នាក់លេខ6គឺជាភ្នំឫស្សីហើយភ្នំឫស្សីមានកម្ពស់រហូតដល់1403ម៉ែត្រភ្នំឫស្សីនេះគឺស្ថិតនៅក្នុងខេត្តពោធិ៍សាត់ផងដែរភ្នំក្រចៅគឺជាភ្នំដែលខ្ពស់លំដាប់ថ្នាក់លេខ5ហើយភ្នំនេះមានកម្ពស់រហូតដល់1595ម៉ែត្រហើយភ្នំនេះផងដែរគឺនៅក្នុងខេត្តពោធិ៍សាត់រីឯលេខរៀងទី4គឺជាភ្នំជ្រៃម្លូភ្នំជ្រៃម្លូស្ថិតនៅក្នុងខេត្តកំពង់ស្ពឺដែលមានកម្ពស់រហូតដល់1618ម៉ែត្រលេខរៀងទី3គឺជាភ្នំខ្មោចហើយភ្នំខ្មោចស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលមានកម្ពស់រហូតដល់1666ម៉ែត្រចំណែកឯលេខរៀងទី2គឺជាភ្នំសំកោះភ្នំសំកោះស្ថិតនៅក្នុងជួរភ្នំក្រវាញហើយភ្នំសំកោះផងដែរមានកម្ពស់រហូតដល់1717ម៉ែត្រហើយភ្នំនេះស្ថិតនៅក្នុងខេត្តពោធិ៍សាត់រីឯលេខរៀងទី1គឺជាភ្នំអូរ៉ាល់ភ្នំអូរ៉ាល់ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺគឺជាភ្នំដែលខ្ពស់ជាងគេលំដាប់ថ្នាក់លេខ1ដែលមានកម្ពស់រហូតដល់1813ម៉ែត្រសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានសូមកុំភ្លេចចុច Subscribe Follow និង Like ម្នាក់មួយដើម្បីជាកម្លាំងចិត្ត Admin